10 ម៉ោងកន្លងផុតទៅអ្នកនាងមាស សុខ សុភាបានបង្ហាញសារមួយដែលប្រៀបដូចជាសង្គ្រាមជាមួយនឹងនរណាម្នាក់ដែលបានឈឺឆ្អាលនឹងរឿងឯកជនរបស់ខ្លួនចង់ដឹងថាតើព័ត៌មានលម្អិតយ៉ាងណាសូមបងប្អូនទៅតាមដានជាមួយនាងខ្ញុំទាំងអស់គ្នាមុននឹងចូលទៅដល់សូមបងប្អូនជួយចុច Subscribe និងកញ្ញារូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗយោងតាមគេហទំព័រ Facebook Page របស់អ្នកនាងមាស សុខ សុភាសារយ៉ាងវែងអន្លាយបានសរសេររាយរាប់នៅក្នុង Page របស់អ្នកនាងផ្ទាល់រយៈពេលកន្លងផុតទៅដែលមានចំនួន10ម៉ោងអ្នកនាងបានបង្ហោះថាអ្នកគ្រប់គ្នាចោទប្រមាថមនុស្សដែលជួយស្រោចស្រង់ជីវិតរបស់ខ្ញុំថាដាក់អាគមមកលើរូបខ្ញុំនាងខ្ញុំមិនត្រូវការក្តីស្រឡាញ់ណាដែលចូលមករំខាននិងប្រមាថសិទ្ធិឯកជនរបស់ខ្ញុំនោះទេពីពេលនេះទៅនាងខ្ញុំគិតថាគ្រប់អ្នកដែលចូលមកប្រមាថដល់នាងខ្ញុំនឹងសុទ្ធតែជាសត្រូវមិនមែនជា fan ពិតប្រាកដនោះទេពួកគេសុទ្ធតែជាមនុស្សមិនគ្រប់លក្ខណៈជាមនុស្សដែលមិនស្គាល់ខុសត្រូវមិនស័ក្តិសមឲ្យនាងខ្ញុំផ្ដល់តម្លៃឲ្យពួកគេជា fan ដែលគួរឲ្យគោរពទៀតឡើយពុកម៉ែបងប្អូនអ៊ំពូមីងកន្លងមកធ្លាប់អាណិតស្រឡាញ់ដល់ខ្ញុំធ្លាប់គាំទ្រសម្លេងខ្ញុំកន្លងមកជាទីគោរពនាងខ្ញុំចង់ជម្រាបថាបើពុកម៉ែបងប្អូនគិតថាខ្ញុំធ្វើខុសឬក៏អ្នកទាំងអស់គ្នាអស់ក្តីមេត្តាលើរូបខ្ញុំក៏ដោយសូមកុំចូលមកប្រមាថមនុស្សរបស់នាងខ្ញុំទៀតហើយឈប់គាំទ្រសម្លេងខ្ញុំចាប់ពីពេលនេះទៅចោះដើរចេញឲ្យផុតគ្រប់គ្នាចោះកុំឲ្យចូលមកសាងបាបដាក់ខ្លួនអីនាងខ្ញុំពិតជាឆ្ងល់អ្នកគ្រប់គ្នាយល់ពីសិទ្ធិបុគ្គលដែរទេចាបងប្អូនយោងតាមសេចក្តីដូចដែលនាងខ្ញុំជម្រាបខាងលើនេះសង្ឃឹមថាបងប្អូននឹងយល់ច្បាស់អំពីសិទ្ធិឯកជនហើយមនុស្សយើងម្នាក់ៗគឺតែងតែមានសិទ្ធិក្នុងការធ្វើអ្វីដែលយើងចង់ធ្វើហើយគ្រាន់តែថាបងប្អូនមិនចូលចិត្តមិនស្រឡាញ់គាត់បងប្អូនអាចអូសរំលងបានការពិតការបញ្ចេញមតិឬក៏យោបល់ខ្លះវាធ្វើឲ្យប៉ះពាល់និងលើសលួសដល់អារម្មណ៍ដែលជាម្ចាស់ខ្លួនផងដែរអញ្ចឹងហើយសង្ឃឹមថាបងប្អូននឹងយល់នឹងដឹងក៏ដូចជានឹងយល់ច្បាស់អំពីអត្ថន័យសារដែលអ្នកនាងចង់ប្រាប់ទៅដល់បងប្អូនទាំងអស់គ្នាអ្នកមួយយើងគ្រប់គ្នាយើងមិនអាចផ្គាប់ចិត្តមនុស្សដែលគេតែងតែចង់ឲ្យយើងធ្វើនេះធ្វើនោះបាននោះទេបងប្អូនយើងត្រូវតែមានគោលជំហរក៏ដូចជាការគិតដោយត្រឹមត្រូវនិងយើងដើរតាមគំនិតរបស់យើងហើយគំនិតនោះនឹងនាំឲ្យយើងមានសន្តិភាពយើងសប្បាយរីករាយសម្រាប់ខ្លួនយើងផ្ទាល់ផងដែរអញ្ចឹងវីដេអូមានត្រឹមប៉ុណ្នេះសូមអនុញ្ញាតគ្រប់នឹងជម្រាបលាជួបគ្នាខ្ញុំនៅវីដេអូក្រោយសូមអធិស្ឋានរាល់កំហុសខុសឆ្គងដោយប្រការណាមួយសូមអរគុណសូមអនុញ្ញាតគោរពនឹងជម្រាបលាសូមជូនពរបងប្អូនឲ្យមានសុខសុវត្ថិភាពសុខភាពល្អសង្ឃឹមថាបងប្អូននៅតែទ្រាំទ្រនឹងតាមដានវីដេអូរបស់ខ្ញុំនៅពេលបង្ក្រោយក្រោយទៀតបើសិនជាបងប្អូនមានអ្វីចង់ស្ថាបនាបងប្អូនអាចស្ថាបនាទាក់ទងនឹងសម្លេងមិនច្បាស់ឬក៏អ្វីទាក់ទងនឹងខ្ញុំបានអរគុណបាយបាយ